ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃទី31ខែ3ឆ្នាំ2025នេះគឺជាថ្ងៃដីដកមកជាមួយនឹងកុលហើយកុលមានធាតុទឹកដកនៅពីក្រោមអញ្ចឹងចំពោះបងប្អូនគាត់ត្រូវការធាតុដីជាមួយនឹងធាតុទឹកគឺហេងសម្រាប់ថ្ងៃនេះតែថ្ងៃនេះគឺជាថ្ងៃកុលខែថោះឆ្នាំម្សាញ់អញ្ចឹងអ្នកនរគ្នាមើលទៅគឺថ្ងៃកុលឆ្នាំម្សាញ់អញ្ចឹងថ្ងៃនឹងឆ្នាំគឺឆុងគ្នាអញ្ចឹងវេលាសម្រាប់ថ្ងៃទី31ខែ3 2025នេះគឺអត់សូវជាល្អហ្មងទេព្រោះវេលាចូលមកគឺឆុងគ្នាស្រេចហើយដូចរបៀបគេហៅថាវេលាហ្នឹងមានបញ្ហាអញ្ចឹងណាចឹងគឺបងប្អូនយកទៅប្រើប្រាស់ធ្វើការងារអីផ្សេងបងប្អូនត្រូវមានការប្រុងប្រយ័ត្នជាពិសេសការធ្វើដំណើរបើកបរទៅធ្វើអ្នកនរគ្នាត្រូវមានការប្រុងប្រយ័ត្នព្រោះដោយសារតែក្រុមសត្វធ្វើដំណើរចូលមកឆុងគ្នានៅក្នុងវេលាហ្នឹងអញ្ចឹងបងប្អូនត្រូវបើកបរដោយមានការយោគយល់អធ្យាស្រ័យគ្នាគោរពច្បាប់ចរាចរណ៍ជាគុណតម្លៃរបស់ប្រជាជនខ្មែរយើងផងក៏ជាសុខសុវត្ថិភាពទាំងអស់គ្នាផងអញ្ចឹងណាចឹងបងប្អូនត្រូវមានការប្រុងប្រយ័ត្នជាងគេនៅក្នុងការបើកបរនៅក្នុងថ្ងៃហ្នឹងមិនថាធ្វើដំណើរផ្លូវជិតផ្លូវឆ្ងាយមិនថាគ្រាន់តែឆ្លងថ្នល់ឆ្លងផ្លូវជិះកង់ហាត់ប្រាណដើរលេងអីធម្មតាដើរធ្វើដំណើរតាមផ្លូវជាលក្ខណៈការដើរក៏ដោយអញ្ចឹងបងប្អូនត្រូវមានការប្រុងប្រយ័ត្នចំណុចហ្នឹងគ្រប់គ្នាហើយជាពិសេសអ្នកដែលគាត់មានកលក្នុងតួរាសីឬមួយក៏បងប្អូនដែលគាត់មានម្សាញ់ក្នុងតួរាសីព្រោះដោយសារតែថ្ងៃកលឆ្នាំម្សាញ់អញ្ចឹងអ្នកដែលគាត់មានម្សាញ់នឹងកលនៅក្នុងតួរាសីគឺប្រុងប្រយ័ត្នអ្នកដែលគាត់ប្រយ័ត្នផ្សេងទៀតគឺអ្នកដែលគាត់មានតថ័យអត់ត្រូវការធាតុដីឬមួយក៏ត្រូវការធាតុទឹកគឺត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ទិសអសរប្រចាំថ្ងៃក៏នៅខាងលិចប្រចាំខែខាងលិចប្រចាំឆ្នាំខាងកើតអញ្ចឹងនៅសល់ចន្លោះខាងត្បូងនិងខាងជើងដែលជាទិសល្អបងប្អូនអាចទាញប្រយោជន៍ពីទិសខាងត្បូងនិងខាងជើងបានមានន័យថាអង្គុយបែរខ្នងទៅត្បូងក៏បានបែរខ្នងទៅជើងក៏បានដែរឬមួយក៏អង្គុយនៅស្រូនខាងជើងឬមកខាងត្បូងនៃផ្ទះយើងហើយផ្កាយលេខ6ហោះចូលទីតាំងកណ្ដាលអញ្ចឹងលេខ1នៅខាងត្បូងលេខ2នៅខាងជើងបងប្អូនអាចអង្គុយប្រើប្រាស់ទៅតាមនឹងបានហើយព្យាយាមកុំរង្គោះរង្គើជួសជុលដំស្វានទិសអសរជាពិសេសប្រចាំខែជាមួយនឹងប្រចាំឆ្នាំហើយថ្ងៃនេះអសរត្រួតនៅខាងលិចត្រួតជាមួយនឹងប្រចាំខែអញ្ចឹងដប់បងប្អូនត្រូវមានការប្រុងប្រយ័ត្នបានខ្ពស់ហើយថ្ងៃនេះមកបានប៉ុណ្្នឹងឯងបងប្អូនទាំងគ្នាសង្ឃឹមថាបងប្អូនទាញបានប្រយោជន៍ពីវីដេអូមួយនេះហើយសូមបងប្អូនជួយ like ជាមួយនឹងជួយ share ដើម្បីបានឃើញវីដេអូហុងស៊ុយជារៀងរាល់ថ្ងៃហើយបងប្អូនដែលគាត់និយាយថាគាត់នៅតែមានការយល់ចំពោះការចែកម្លែកប្រចាំខែប្រចាំថ្ងៃគឺបងប្អូនអាចមកពីអត់ទាន់បានមើលរាសីអញ្ចឹងអ្នកគ្នាអាចអត់សូវយល់ថាខ្លួនឯងត្រូវការធាតុអីឆុងមួយអីគេខ្លះហេអញ្ចឹងបងប្អូនតាមដានប្រចាំថ្ងៃប្រចាំខែអាចនឹងតាមអត់ទាន់ចឹងបែបបងប្អូនដែលគាត់អានរាសីមួយខ្ញុំហើយគឺគាត់នឹងយល់ការតាមដានប្រចាំថ្ងៃប្រចាំខែយកទៅប្រើប្រាស់ចឹងណាអញ្ចឹងបងប្អូនអាចមើលរាសីមុនសិនទាំងដឹងពីដំណើរជីវិតយើងទៅមុខដល់ពេលចាស់ជាមួយនឹងការតាមដានព្រឹត្តិការណ៍ប្រចាំខែប្រចាំថ្ងៃប្រចាំឆ្នាំចូលមកថាបែបណាចំពោះយើងអញ្ចឹងណាចាអរគុណច្រើនបងប្អូនទាំងគ្នាជម្រាបលា